អាគារតម្លៃរាប់ពាន់លានដុល្លារខ្ពស់បំផុតក្នុងលោក Burj Khalifa កម្ពស់828ម៉ែត្រនៅឌូបៃត្រូវបានវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់អាគារកប់ពពកខ្ពស់បំផុតក្នុងលោក Burj Khalifa កម្ពស់828ម៉ែត្រដែលចំណាយសាងសង់អស់ 1.5 ពាន់លានដុល្លារអាមេរិកនៅឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ខណៈដែលចំនួនតំបន់មជ្ឈមបូព៌ាបន្តរីករាលដាលពីការគ្រប់គ្រងការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលស្រោចទៅលើប្រទេសអ៊ីស្រាអែលនិងបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងតេហឺរ៉ង់សម្រាប់សង្គ្រាមដ៏វែងឆ្ងាយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Express និង AP សង្គ្រាមរបស់សហរដ្ឋអាមេរិករួមដៃជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ដែលកំពុងកើតឡើងនេះក៏បាននឹងកំពុងធ្វើឲ្យទីផ្សារថាមពលពិភពលោករង្គោះរង្គើផងដែរជាក់ស្ដែងនៅប្រទេសកាតាបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននិងផ្អាករាល់ការផលិតឧស្ម័នហ្គាសខណៈដែលរុស្ស៊ីបានគម្រាមកំហែងកាត់បន្ថយការផ្គត់ផ្គង់ថាមពលទៅកាន់អឺរ៉ុបភាពតានតឹងនិងផ្នែកយោធាកំពុងកើនឡើងកម្ដៅនៅទូទាំងតំបន់មជ្ឈមបូព៌ាកងកម្លាំងឃឺតនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្ដើមប្រតិបត្តិការតាមផ្លូវគោកចូលទៅក្នុងប្រទេសអ៊ីរ៉ង់ហើយរុស្ស៊ីក៏កំពុងត្រៀមរៀបចំដើម្បីធានាសុវត្ថិភាពទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ទីក្រុងតេហឺរ៉ង់នៅឯសហរដ្ឋអាមេរិកឯនោះវិញឃើញថាសភាអាមេរិកបានបោះឆ្នោតរារាំងប្រធានាធិបតីដូណាល់ត្រាំពីការបញ្ជាឲ្យការវាយប្រហារថ្មីលើអ៊ីរ៉ង់ទោះបីជាមន្ទីរបញ្ចកោណស្វាស្វែងស្នើថវិកាចំនួន50ពាន់លានដុល្លារដើម្បីទិញយុទ្ធោបករណ៍ថ្មីមកជំនួសយុទ្ធោបករណ៍ដែលបានបាត់បង់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ទោះជាយ៉ាងណាព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋកាលពីថ្ងៃពុធទី4មីនាឆ្នាំ2026នៅសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រយុទ្ធនាការយោធារបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការធ្វើសង្គ្រាមប្រឆាំងប្រទេសអ៊ីរ៉ង់ដែលបានឈានចូលដល់ថ្ងៃទី6ហើយត្បិតក្រុមអ្នកប្រជាធិបតេយ្យខិតខំរារាំងយ៉ាងណាក៏ដោយនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រហ័សទី5ខែមីនានេះប្រទេសអ៊ីរ៉ង់ក៏បានគម្រាមវាយប្រហាររោងចក្រ Reactor Nuclear Dimona របស់អ៊ីស្រាអែលផងដែរការវាយប្រហារទៅលើអាគារ Burj Khalifa បង្ហាញថាគោលដៅសំខាន់នៅទូទាំងតំបន់មជ្ឈមបូព៌ាកំពុងប្រឈមហានិភ័យខ្ពស់ខណៈដែលសង្គ្រាមនេះនៅតែបន្តរីករាលដាលទោះជាយ៉ាងណារហូតមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយថាអាគារខ្ពស់កប់ពពក Burj Khalifa កម្ពស់828ម៉ែត្រដ៏ល្បីល្បាញនេះត្រូវបានវាយប្រហារឬរងការខូចខាតកម្រិតណានោះឡើយនោះទេនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Express ខ្ញុំមនីវ៉ាន់ធ្វើសេចក្តីរាយការណ៍